ព្រោះតែវីដេអូមួយនេះហើយដែលធ្វើឲ្យប្តីអូសត្រឡប់ទៅផ្ទះវិញខានបាននៅលេងហាវ៉ៃបាត់ខ្ញុំបានប្រកែកថាខ្ញុំបានមើលមុខគេទេស្រាប់តែប្តីខ្ញុំឲ្យមើលវីដេអូមួយនេះខ្ញុំក៏និយាយអ្វីឡើងចាញ់ Oyster ផ្ដាច់ស្នេហ៍ឯនេះហ៎សូមស្វាគមន៍មកកាន់ជីវិតជីមីលើកោះហាវ៉ៃថ្ងៃចុងក្រោយហើយបើមិនញ៉ាំ Oyster នឹងទេបាននៅនឹងយូរទៀតបាទបងប្អូនអើយកន្លែងនេះស្អាតខ្លាំងមែនតើថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកលេងកោះហាវ៉ៃផ្នែកទីក្រុងម្ដងនេះគឺជា Waikiki ឈ្មោះគេខ្ជូរណា Honolulu Waikiki គេមានអីពាក្យពីររហូតនៅ Waikiki នៅតាមហាងអាហារខ្ញុំមិនដឹងថាហ្នឹងគេហៅកក្រិចទេគេហៅធម្មជាតិបងប្អូនអានេះខ្ញុំសុំនិយាយត្រង់ឲ្យពីចេញពីចិត្តហ្មងឲ្យតែពេលដែលភ្ញៀវចេញពីតុកគឺមានចាបនឹងមកហើយមកស៊ីបាយសល់ពីភ្ញៀវអញ្ចឹងណាបងប្អូនហើយកែវទឹកហ្នឹងបើមានទឹកបញ្ចូលផឹកទៀតហ្នឹងហើយនេះគឺរស់នៅបែបធម្មជាតិអញ្ចឹងតែម្ដងកោះគេមួយហ្នឹងគឺមានគ្រប់រសជាតិតែម្ដងកន្លែងបុរាណហ្នឹងគឺធ្វើឲ្យចំបុរាណតែម្ដងអត់ប៉ះពាល់អីទេតែត្រីក៏មិនឲ្យចាប់ដែរតែបើកន្លែង shopping វិញគឺគេធ្វើមហាទំនើបតែម្ដងបងប្អូនទាំងអស់គ្នាមិនថា brand អីបងប្អូននិយាយមកមាននៅទីនេះទាំងអស់ហើយបើនិយាយពីកន្លែងតុកសមុទ្រគេឡង់ខៀវស្រងាត់ហាត់សូវមានរលកធំទេរយៈចុងក្រោយនេះពេលខ្ញុំផុសវីដេអូខ្ញុំដើរលេងនៅហាវ៉ៃអញ្ចឹងច្រើនតែមានមនុស្សនិយាយថា AI វីដេអូហ្នឹង AI មែនបងខ្ញុំសួរដូចឆោតមើលពិតជាបែងចែកដាច់មែនឬក៏និយាយលេងធ្វើឲ្យខ្លួនឯងមើលទៅមិនសូវឆ្លាតបងប្អូននឹងអត់ពេលដែលខ្ញុំធ្វើវីដេអូ AI ខ្ញុំខំធ្វើមិនឲ្យ AI ខ្ញុំមើលទៅគឺថាមើលដឹងថា AI តែម្ដងពេលខ្លះឲ្យឃើញដៃ3ដៃ4ដៃ5អញ្ចឹងទៅខ្លាយមុខមកភូមិដូចគ្នាទាំងអស់អញ្ចឹងទៅទី1គឺដើម្បីពេលខ្ញុំបញ្ចូលសលេងតែខ្ញុំមានអីលេងណែងណងនិយាយក៏ប្លែកនិងទី2ខ្ញុំមានគោលបំណងធំមែនតើខ្ញុំខ្លាចបងប្អូនច្រឡំថាវីដេអូពិតអញ្ចឹងពេលខ្ញុំចង់ធ្វើវីដេអូ AI ខ្ញុំតែងតែធ្វើឲ្យមើលទៅចេញជា AI តែម្ដងហើយពេលវីដេអូពិតហ្នឹងវាធម្មតាអញ្ចឹងឯងតែអ្នកខ្លះនៅតែមើលអត់យល់ហើយអ្វីដែលសំខាន់អ្នកដែលមើលមិនសូវយល់ហ្នឹងគឺភាគច្រើនក្មេងៗទៀតអញ្ចឹងពី3ឆ្នាំទៀត AI ចាប់ដើមគ្រប់គ្រងពិភពលោកអនាគតពួកគាត់ទៅជាយ៉ាងណាទៅបើគាត់មើលអត់ដាច់ផងហ្នឹងគេមិនបោកឈួតហើយឬក៏គេចូលចិត្តត្រឡប់លេងសើចធ្វើឲ្យខ្លួនឯងមើលទៅមិនឆ្លាតអញ្ចឹងមើលទៅដូចធំគេបោកស្រួលអញ្ចឹងឬក៏បែបណាខ្ញុំឆ្ងល់ឡើយនេះតែបើថាពុកម៉ែមីងចាស់អីអញ្ចឹងគាត់មើលច្រឡំឯហ្នឹងខ្ញុំយល់ដោយសារអីចែកកវិជាដើរលឿនពេកអញ្ចឹងទៅជួនកាលគាត់ចាប់អត់តាន់អូបងប្អូនដឹងទេថានៅហាវ៉ៃគ្រប់យ៉ាងគឺថ្លៃការរស់នៅគឺត្រូវចំណាយលុយថ្លៃមែនតែសូម្បីតែញ៉ាំទឹកអំពៅមួយកែវអាមានតកក$9អត់តកក$12គេរស់នៅបែបអញ្ចឹងឯងគេរស់នៅបែបយឺតមួយឈិវដូចរបៀបថាគេមិនខ្វល់ពិភពលោកដើរតាណាទេគឺគេរស់បែបថាជីវិតគេចង់ធ្វើអីគឺធ្វើនៅព្រោះនៅទីនេះគឺគេមានដូចពាក្យស្លោកគេមួយឬក៏ slogan គេមួយមានន័យថា go with the flow មានន័យថាយើងរស់នៅលើ island ឬក៏នៅលើកោះមួយនេះយើងអាចបង្ខំអាកាសធាតុបានយើងក៏អាចបង្ខំទឹករលកទឹកសមុទ្រចោលភ្លើងទឹកដីនោះទេជួនកាលនៅកោះមួយចំនួននៅហាវ៉ៃហ្នឹងឯងរស់សុកភ្នំភ្លើងផ្ទុះអញ្ចឹងតែមួយថ្ងៃម្ដងពីរដងអីក៏មានដែរអញ្ចឹងគឺគេមានផ្នត់គំនិតមួយថា control អ្វីដែលអាច control បានអ្វីដែលមិនអាច control បានឲ្យវាទៅតាមតាណាវាទៅតែនៅពេលដែលគេគិតអញ្ចឹងបងប្អូនជីវិតរបស់គេគឺងាយស្រួលជាងមុនឆ្ងាយមែនតើបទពិសោធន៍ខ្ញុំខ្លួនឯងតែម្ដងខ្ញុំធ្លាប់រស់នៅជាមួយសម្ពាធបងប្អូនខំប្រឹងធ្វើជាអ្វីដែលមិនមែនជាខ្លួនឯងបងប្អូនហើយសក់ជ្រុះអស់លីងពីក្បាលអញ្ចឹងនៅពេលដែលខ្ញុំមករស់នៅឬក៏បានឃើញពីការរស់នៅរបស់ជនជាតិអាមេរិកជាពិសេសនៅកោះហាវ៉ៃនឹងតែម្ដងទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាការប៉ັດពិភពលោកធំមាននរណាមកខ្វល់ពីជីវិតយើងទេមនុស្សម្នាក់ត្រូវការរស់នៅនិងរៀបចំបែបផែនជីវិតរបស់ខ្លួនឯងសប្បាយហូបឆ្អែតមានលុយអត់លុយអីអាហ្នឹងគឺជាទំនួលខុសត្រូវរបស់ខ្លួនឯងហើយគ្មានណាមកជួយយើងទេនិយាយដល់កន្លែងនេះនឹកឃើញអូនស្រីម្នាក់នេះប្រហែលជាមួយខែមុនខ្ញុំបានតាក់ទងគាត់ឲ្យថតផ្សាយជាមួយនឹងផលិតផលរបស់ខ្ញុំមួយដោយសារគាត់នៅក្មេងប្រហែលជាអាយុជាង10ឆ្នាំហើយខ្ញុំឃើញគាត់ប៉ាកែដែរអញ្ចឹងនៅពេលដែលខ្ញុំឲ្យគាត់ថតជាមួយនឹងផលិតផលរបស់ខ្ញុំប្រហែលជាមួយខែគាត់ហ៊ានផ្ញើសារមកខ្ញុំវិញថាបែបនេះបងខ្ញុំចង់ឲ្យ feedback បងព្រោះដោយសារតែខ្ញុំញ៉ាំជាមួយនឹងវីតាមីន Nestrolect ទៅវាឃើញលូតមែនបងថាតែខ្ញុំអ្នកប្រើប៉ាត់ហើយពេលដែលខ្ញុំប្រើបានផលចឹងទៅខ្ញុំចង់ឲ្យ feedback បងចឹងហ៎ព្រោះដោយសារតែខ្ញុំញ៉ាំអស់ត្រឹមតែមួយកំប៉ុងឲ្យបងប៉ុន្តែពេលសារតែលូតកពស់ខ្ញុំវាធ្វើឲ្យកពស់ខ្ញុំបន្ថែមពីលើនឹងទៀតបងព្រោះពីមុនហ្នឹងកពស់ខ្ញុំមុននឹងញ៉ាំហ្នឹងវាប៉ុណ្្នឹងយូរហើយវាអត់លូតអត់អីទាំងអស់ហ្មងបងតែគ្រាន់តែញ៉ាំអស់តែមួយកំប៉ុងភ្លាមវាលូតខ្លាំងហ្មងបងចឹងខ្ញុំឲ្យ feedback បងដោយសារតែវាល្អខ្លាំងមែនហើយញ៉ាំទៅគេលក់ស្រួលញ៉ាំអីចឹងបងអរគុណបងមុនដំបូងឲ្យគាត់ប្រម៉ូទទេតែតើឥឡូវគាត់ចាយលុយទិញអីវ៉ាន់ខ្លួនឯងតែម្ដងបងប្អូនអើយក៏លេចមើលអតិថិជនខ្ញុំនេះនិយាយពីថាស្អាតសង្ហាដល់ហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលផលិតផលក៏ដូចជាវីតាមីនរបស់ខ្ញុំដែលផលិតចេញពីសហរដ្ឋអាមេរិក Natural Lab មួយនេះបានជួយឲ្យកូនខ្មែរលូតកម្ពស់ហើយសម្រាប់អ្នកដែលគាត់បានទិញយកទៅថតកម្ពស់មុនពេលប្រើប្រាស់បង្ហាញតាំងពីថ្ងៃខែពេលប្រើដំបូងហើយបង្ហាញពីការបរិច្ឆេទឲ្យបានច្បាស់លាស់ហើយបងប្អូនទាំងអស់គ្នាបន្ទាប់មកអ្នកទាំងអស់គ្នាឲ្យហូបរយៈពេល3ខែដែលគាត់មានវីដេអូ feedback មុនប្រើនិងក្រោយប្រើឲ្យពួកយើងលងកាត់ការជ្រើសរើសពីក្រុមការងាររបស់យើងនឹងមានកាដូជូនក្នុងម្នាក់មួយវីដេអូចំនួនប្រាក់លើកទឹកចិត្តគឺ$300ចំនួន20នាក់មុនគេរស់រនឡើងណាចាបងប្អូន